បាទក្រុមជំរាបសួរបងប្អូនអរគុណជួបជាមួយនឹងខ្ញុំបាទនៅកន្លឹះខ្លីៗក្នុងការប្រើប្រាស់កម្មវិធីកុំព្យូទ័រជាប្រចាំថ្ងៃបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយគឺយើងចង់ដាក់រូបភាពបញ្ចូលនៅក្នុង CV របស់យើងបាទឧទាហរណ៍ថាខ្ញុំមាន CV នេះខ្ញុំវាយហើយអញ្ចឹងទៅអញ្ចឹងខ្ញុំចង់បញ្ចូលរូបភាពនៅជារង្វង់មូលបាទរូបភាពហ្នឹងធ្វើជាមូលអញ្ចឹងហើយដាក់នៅក្នុង shape ហ្នឹងអញ្ចឹងដើម្បីដាក់រូបថតឲ្យចូលក្នុង shape ហ្នឹងយើងចូលនេះមកយើងចុចលើ shape ហ្នឹងមកអញ្ចឹងយើងគូស shape យើងគូនេះ insert បាទអញ្ចឹងយើងគូស shape យើងចូល insert ហ្នឹងមកអញ្ចឹងយើងយក shape បាទហើយយក shape បំមូលមកបាទឧទាហរណ៍អញ្ចឹងយើងគូសយើងចុចគូសយើងដើម្បីឲ្យវាមូលល្អគឺយើងត្រូវចុចស៊ីឲ្យជាប់ប្រើដៃចុចស៊ីឲ្យជាប់ហើយម៉ៅទាញមកអត់តាន់ប្រឡែងទេបន្តមកតាមទំហំដែលយើងចង់បានហើយបានយើងប្រឡែងបាទហើយបន្តមកចង់បានផ្ទៃសបែបនេះយើងចូលទៅ shape format មកយើងយក shape fill យើងយកផ្ទៃសបាទយកពណ៌សហើយបន្ទាត់វាហ្នឹងស៊ុំជំវិញយើងយក shape outline ចឹងយក outline មកយកពណ៌បៃតងហ្នឹងមកហើយចង់ឲ្យធំយើងរើសនៅនេះបាទចឹងវាធំបាទនេះឧទាហរណ៍ថាអញ្ចឹងខ្ញុំបង្ហាញគីឡូបងប្អូនខ្លះអត់ទាន់ចេះគូ shape ចឹងគូមកអត់មូលល្អអីហ្នឹងគឺយើងត្រូវចុចស៊ីឲ្យជាប់បាទកន្លែងពេលគូហ្នឹងអញ្ចឹងគូហើយបន្ទាប់មកយើងចង់ដាក់រូបភាពនៅក្នុង shape ហ្នឹងអញ្ចឹងគឺយើងចូលទៅ shape format បើអត់ចុចលើ shape ហ្នឹងអត់មាន shape format ហ្នឹងណាអញ្ចឹងចុចលើ shape ហ្នឹងមកហើយ shape format ហើយយក shape fill នេះ shape fill នេះយើងចង់ឲ្យរូបភាពវាចូលក្នុង shape ហ្នឹងហ្មងអញ្ចឹងយើងយកនេះផ្ទៃវាយើងយក picture ហ្មងអញ្ចឹងណាបាទយើងយក picture ហើយបន្តមកយក browse មកបាទទៅរករូបភាពដែលយើងចង់ដាក់អញ្ចឹងរូបភាពខ្ញុំបានទុកនេះសម្រាប់ដាក់ហ្នឹងហើយនៅក្នុង folder នេះបាទអញ្ចឹងយើងរើសទីតាំងដែលរូបភាពដែលយើងបានផ្ទុកមកបាទអញ្ចឹងនេះរូបភាពដែលខ្ញុំចង់ដាក់គឺរូបភាពហ្នឹងអញ្ចឹងយើងចុច insert មកវាចូលហើយប៉ុន្តែរូបភាពយើងអត់ទាន់ស្អាតទេវារៀងបន្ទាញមើលទៅទឿមើលអីអត់ត្រង់វាអត់ស្អាតណារូបរាងរូបហ្នឹងវាគេហៅថាខូចទ្រង់ទ្រាយរូបអីអញ្ចឹងយើងអត់យកបែបហ្នឹងទេអញ្ចឹងដើម្បីធ្វើឲ្យរូបហ្នឹងវាចូលមកស្អាតយើងត្រូវទៅកែរូបហ្នឹងឲ្យហើយយើងទៅកាត់រូបហ្នឹងជាការ៉េហើយអញ្ចឹង folder មួយនេះរូបហ្នឹងថតដែលខ្ញុំចង់ដាក់ហ្នឹងអញ្ចឹងរូបថតរបស់យើងរៀងទៅវែងអញ្ចឹងយើងយកទៅដាក់មូលវានៅក្នុង Microsoft Word វាអត់តម្រឹមកាត់យកតែមូលតាមរាងចោលនេះឲ្យយើងឯងគឺវាព្រមទាំងអស់ហ្នឹងវាចូលធ្វើមូលអញ្ចឹងវាទាញខូចរូបយើងអញ្ចឹងដើម្បីកាត់គឺយើងបើកវាបង្ហាញវាឲ្យចេញចឹងសិនមកហើយតមកយើងយកពាក្យថា edit នេះបាទអញ្ចឹងយើងចូល edit ហ្នឹងមកបាទហើយវានឹងបង្ហាញរូបរាងបែបនេះអញ្ចឹងយើងរុញតាមមុខកាំបិតវាហ្នឹងកន្លែងហ្នឹងមុខកាំបិតសម្រាប់កាត់ហើយអញ្ចឹងយើងរុញមកយើងកាត់ផ្ទៃអាវនេះមកអាវនឹងវែងអញ្ចឹងយើងមើលនេះកន្លែងលេខនេះវាហ្នឹងឲ្យវាស្មើគ្នាមកអញ្ចឹងអាទទឹងរបស់វា27 49អញ្ចឹងយើងរុញកម្ពស់វាហ្នឹងឲ្យបានទំហំប៉ុណ្ណឹងដែរអញ្ចឹងពីក្រោមទៅប៉ុណ្ណឹងហើយអញ្ចឹងយើងកាត់លើថែមទៀតមកអញ្ចឹងយក27 49អញ្ចឹងលើគៀកហើយយើងទៅក្រោមទៀតយើងរុញពីក្រោមទៀតនេះ27 49ត្រូវគ្នាហើយត្រូវតាមទំហំត្រូវຂະຫນាតវាជាការ៉េហ្នឹងហើយយើងយកពាក្យនេះចូលកន្លែង option នេះចូលកន្លែង option ហ្នឹងយកពាក្យថា save គឺរូបដែលយើងបើកមិញហ្នឹងគឺ save ទៅជាអញ្ចឹងវិញតែបើយើងអត់ទេយើងចង់រក្សាភាពដើមរបស់វាឲ្យនៅដដែលមួយហើយយើងចេញអាថ្មីហ្នឹងយើងកាត់ត្រឹមមួយអញ្ចឹងកុំឲ្យបាត់រូបដើមគឺយើងយកនេះអញ្ចឹងយក save copy as មកហើយរើសទីតាំងដែលយើងចង់ផ្ទុកមកយើងចង់ទុកនៅណារើសទីតាំងដាក់នៅហ្នឹងហើយបន្តមកចុចលើពាក្យថា save នេះមកចានេះវាសួរ refresh អត់អញ្ចឹងកន្លែងហ្នឹងត្រូវតែដូរឈ្មោះឲ្យខុសអាដើមបើយកពាក្យ refresh មិញគឺវានឹងកែរូបរបស់យើងអាចាស់ហ្នឹងទៅហើយអញ្ចឹង save ម្ដងទៀតមកវាអត់សួរទេម្ដងនេះគឺវាអត់សួរទេបាទអញ្ចឹងយើងបិទរូបហ្នឹងមកអញ្ចឹងយើងទៅបើកមើលនេះមានកន្ទុយអក្សរ A នៅខាងចុងហ្នឹងអញ្ចឹងអាហ្នឹងវានេះហើយវាអារូបដែលយើងកាត់ហើយមិញហើយអញ្ចឹងយើង double click មើលទៅនេះហ្នឹងវាចេញជ្រុងតែរូបមួយទៀតគឺវាចេញទៅវែងអារូបដើមហ្នឹងបាទអញ្ចឹងត្រឡប់មក Word យើងវិញយើងដាក់រូបហ្នឹងចូលមកក្នុង shape អញ្ចឹងធ្វើដូចមិញដដែលមកយើងចូល picture អញ្ចឹងហើយ browse ហើយតមកនេះយកអារូបដែលនេះហ្នឹងមកដែលការ៉េហ្នឹងមកហើយចុច insert មកបាទអញ្ចឹងវានឹងចូលនៅក្នុងនេះរបស់យើងដោយវារូបរាងរបស់យើងវាអត់ខូចទ្រង់ទ្រាយទេរឿងស្មើឆ្វេងស្ដាំអាហ្នឹងដោយសាររូបរបស់យើងវាលៀងឆ្វេងស្ដាំអីទៀតអញ្ចឹងហ្នឹងគឺវាអញ្ចឹងហ្នឹងរបៀបទី1ហើយមករបៀបទៀតដើម្បីនេះគឺយើងទៅយករូបហ្នឹងចូលក្នុង Word យើងមកយើងកាត់ធ្វើមូលអញ្ចឹងរបៀបទី2គឺយើងចូល insert ដូចគ្នាតែយើងយក picture យើងអត់មានគូ save ទេម្ដងនេះណាចឹងអត់ពាក់ព័ន្ធនឹង save ទេយើង picture មក insert this device បាទបន្ទាប់មកចេញផ្ទាំងនេះគឺយើងរើសទីតាំងដែលយើងផ្ទុករូបភាពហ្នឹងមកតែដោយសារនេះវាចូលក្នុងទីតាំងរបស់ខ្ញុំស្រាប់ខ្ញុំយកអាហ្នឹងតែម្ដងតែបើអត់ទាន់ចូលទេយើងរើសទីតាំងដែលរូបយើងទុកនៅណាយើងទៅរកនៅហ្នឹងហើយឃើញរូបហ្នឹងចុចលើវាហើយយកពី insert នេះមកអញ្ចឹងចុចលើ insert មកបាទអញ្ចឹងរូបហ្នឹងវាធ្លាក់ចូលមកក្នុង Word យើងហើយប៉ុន្តែវានៅជាប់នេះពិបាកផ្លាស់ទីអីហ្នឹងអាហ្នឹងតាក់ទងនឹង
វីដេអូមួយរបស់ខ្ញុំបញ្យល់តាក់ទងនឹងដើម្បីផ្លាស់ទីរូបដើម្បីអីហ្នឹងអញ្ចឹងអាហ្នឹងយើងត្រូវដាក់វា in front of text អញ្ចឹងដើម្បីដាក់ in front of text ហ្នឹងគឺយើងចូលទៅ picture format ហ្នឹងមកហើយយើងយកនេះ crop text ហ្នឹងមកហើយយក in front of text បាទអញ្ចឹងយក in front of text ហើយគឺងាយស្រួលផ្លាស់ទីហើយអញ្ចឹងងាយស្រួលផ្លាស់ទីយើងបរិចរួមតាមទំហំដែលយើងចង់បានហើយបន្ទាប់មកធ្វើឲ្យវាមូលអញ្ចឹងធ្វើឲ្យវាមូលគឺតាក់ទងនឹង picture format បាទហើយមើលខាងចុងខាងស្ដាំវាមានពាក្យថា crop អញ្ចឹង crop ហ្នឹងយើងយក crop to shape បាទយើងយក crop to shape មកយើងយកជារង្វង់មូលបាទជា style មូលអញ្ចឹងចុចលើ style មូលហ្នឹងមកបាទនេះអញ្ចឹងវាចេញមូលដូចគ្នាហើយដូចរបស់យើងដាក់តាម shape ហ្នឹងបាទហើយបន្ទាប់មកឧទាហរណ៍ថាចង់ឲ្យវាមានអីគេនេះ outline វា shape outline វាអញ្ចឹងគឺយើងចូល format picture format ទៀតហើយបន្ទាប់មកយើងយក picture border អញ្ចឹង picture border មកហើយយើងរើសនេះតាក់ទងនឹង width វាបាទដាក់វាមកហើយរើសពណ៌វាអញ្ចឹងយើងអាចរើសពណ៌បាននេះដូរពណ៌អញ្ចឹងទៅបាទអញ្ចឹងវាដូចគ្នានេះបាទអញ្ចឹងវាមានពីជម្រើសហ្នឹងបាទអញ្ចឹងដើម្បីដាក់រូបភាពនៅក្នុង CV ឬក៏កម្មវិធី Microsoft Word របស់យើងមានពីរបៀបហ្នឹងបាទអរគុណសម្រាប់ការទស្សនាបាទ